ជារឿងរ៉ាវសង្ខេបអំពីប្រវត្តិស្ដេចកនព្រះកនព្រះបាទកនឬព្រះបាទមហារាជកនដែលជារឿងព្រេងប្រវត្តិសាស្ត្រសំខាន់មួយក្នុងរឿងរ៉ាវខ្មែរខ្ញុំសរសេរជាទម្រង់ងាយយល់ពីកុមារភាពរហូតដល់ពេលបន្តិចបន្តួចនៃការធ្វើសង្គ្រាមនិងឧបសគ្គដែលព្រះអង្គបានប្រឈម 1. ដើមកំណើតនិងកុមារភាពរបស់ស្ដេចកនតាមរឿងព្រេងប្រវត្តិសាស្ត្រប្រាប់ថាព្រះកនកើតនៅក្នុងគ្រួសារមួយសាមញ្ញតាមព្រំដែនតំបន់ជីឆ្ងាយព្រះម្ដាយជាស្ត្រីមានគុណធម៌ខ្ពស់ហើយព្រះគិតថាព្រះកនជាកូនមានព្រេងបារាំងសម្គាល់ជាមហារាជអនាគតព្រះកនតាំងពីក្មេងមានខ្លួនខ្លាំងកាយសម្បុរសម្បូរទឿឆ្លាតវៃនិងមានចិត្តក្លាហានព្រះកនអត់ឃ្លានអត់ធ្មត់យកចិត្តទុកដាក់លើទ្វាររបស់ប្រជាជនហើយខំរៀនគាំទ្រកងទ័ពក្នុងស្រុករឿងព្រេងបន្ថែមថាព្រះអង្គមានអំណាចជាមនុស្សពិសេសដូចជាកម្លាំងលើសមនុស្សធម្មតានិងការការពារពីគ្រឿងអំឡោះវេទមន្ត 2. ពេលធំឡើងការរីកចម្រើនកំណើតជាមេដឹកនាំពេលព្រះកនធំឡើងព្រះក្លាយជាមនុស្សដែលប្រជាជនគោរពព្រោះមានចរិតសុចរិតស្មោះត្រង់និងមានស្នាមក្លាហាននៅក្នុងការការពារប្រាសាទនិងភូមិស្រុកព្រះកនត្រូវបានអញ្ជើញឲ្យជាគណៈដឹកនាំកងពលនៅតំបន់ជុំវិញតំបន់រដ្ឋបាលខ្មែរក្រោយមកព្រះកនបានកើតចំនួនជាមួយសេនាពោធិ៍សៀមដែលចូលបំផ្លោះដែនដីខ្មែរ 3. ការធ្វើសង្គ្រាមការពារទឹកដីព្រះកនត្រូវប្រឈមមុខនឹងសត្រូវខ្លាំងនិងមានអាវុធច្រើនកងទ័ពសៀមមានកម្លាំងច្រើនជាងយោធាខ្មែរគេមានយុទ្ធសាស្ត្រជំនាញនិងអាវុធឆ្លៀសវៃព្រះកនប្រើយុទ្ធសាស្ត្រតូចតាចប្លែកដើម្បីគ្រប់គ្រងបរិបទដូចជាការបំបែកកម្លាំងសត្រូវការឆក់វាយ៉ាងលឿនអូសទាញសត្រូវចូលតំបន់ព្រៃភ្នំដែលខ្លួនសម្រមើកងទ័ពខ្វះអាវុធនិងសម្ភារៈពេលនោះខ្មែរមានបញ្ហាខ្វះស្បៀងនិងអាវុធធ្ងន់ធ្ងរកម្លាំងសង្គ្រាមមួយចំនួនជាអ្នកស្រុកសាមញ្ញមិនមានបទពិសោធន៍ព្រះកនបានបណ្ដុះបណ្ដាលកម្លាំងជាអ្នកប្រយុទ្ធប្រមូលយុទ្ធជនយុវវ័យបង្កើតឧបករណ៍ប្រយុទ្ធដោយខ្លួនឯងគោលភាពសាមរឹងរបស់សត្រូវមិនងាយចាញ់ធ្វើសង្គ្រាមយូរឆ្នាំធ្វើឲ្យប្រជាជនខ្មែរឈឺចាប់និងបាត់បង់សម្បត្តិក៏ដោយព្រះកនមានចិត្តមហិច្ឆតាក្លាហាននិងគោលដៅធំមួយគឺការរក្សាដែនដីខ្មែរ 4 ចំណុចដែលធ្វើឲ្យស្ដេចកនយកឈ្នះ 1. យុទ្ធសាស្ត្រខ្លឹមសារនិងប្រើប្រាស់ប្រាជ្ញា 2. ការស្មោះត្រង់របស់កងទ័ពនិងប្រជាជន 3. កម្លាំងផ្ទាល់